កាសែត Straits Times បានលើកឡើងថាលោកអនុទានញូសសង្គ្រាមជាតិនិយមដើម្បីជួយលោកបន្តអំណាចសារព័ត៌មានដ៏ល្បីល្បាញរបស់ប្រទេសសិង្ហបុរី The Straits Times បានផ្សាយអំពីការបញ្ឆេះចំនួនព្រំដែនដល់គ្រោះថ្នាក់ជាមួយកម្ពុជាដើម្បីជូនលោកទទួលបានការគ្រប់គ្រងអំណាចនៅក្នុងការបោះឆ្នោតរបស់ប្រទេសថៃនៅចុងសប្តាហ៍នេះលោកអនុទាន ឆានវីរៈគុលនាយករដ្ឋមន្ត្រីថៃដែលឡើងកាន់អំណាចដោយមានលក្ខខណ្ឌសម្រាប់រយៈពេល4ខែចាប់ពីខែដើមខែតុលាឆ្នាំ2025ដល់ដំណាច់ខែមករាឆ្នាំ2026បានប្រកាសរំលាយសភាមុនកាលកំណត់កាលពីថ្ងៃទី12ធ្នូឆ្នាំ2025នៅក្នុងពេលដែលសង្គ្រាមជាមួយកម្ពុជាកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងនិងក្រោមសម្ពាធពីអន្តរជាតិឲ្យលោកបញ្ចប់សង្គ្រាមនិងវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនៅក្នុងអត្ថបទរបស់សារព័ត៌មាន The Straits Times ដែលដាក់ចំណងជើងថាល្បែងរបស់លោកអនុទាននាយករដ្ឋមន្ត្រីថៃលើជាតិនិយមដើម្បីសាកល្បងនៅជិតការបោះឆ្នោតប្រទេសថៃដើមឡើយដោយផ្អែកតាមកិច្ចព្រមព្រៀងជាមួយគណៈបកប្រជាជនថៃនឹងត្រូវរៀបចំនៅចុងខែមីនាឬដើមខែមេសាប៉ុន្តែលោកអនុទានបានប្រើប្រាស់យុទ្ធសាស្ត្របង្កសង្គ្រាមបង្កើនស្មារតីជាតិនិយមរបស់ជនជាតិថៃសម្រាប់គាំទ្រលោកឲ្យបន្តកាន់អំណាចសំណេរដើមរបស់អត្ថបទនោះបានលើកឡើងថានៅពេលដែលនាយករដ្ឋមន្ត្រីថៃលោកអនុទាន ឆានវីរៈគុលបានរំលាយសភានៅថ្ងៃទី12ខែធ្នូលោកបានធ្វើដូច្នេះដោយសង្ឃឹមថាការកើនឡើងនៃជាតិនិយមដែលជំរុញឲ្យការប្រយុទ្ធគ្នាដល់មរណៈនៅព្រំដែនជាមួយកម្ពុជានៅឆ្នាំ2025នឹងជួយឲ្យលោកពង្រឹងអំណាចនៅក្នុងការបោះឆ្នោតសកលក៏ប៉ុន្តែការស្ទង់មតិជាច្រើនបានបង្ហាញឲ្យឃើញថាគណៈបកគូប្រជែងរបស់គណៈបកភូមិใจថៃដឹកនាំដោយលោកអនុទាន ឆានវីរៈគុលទៅវិញទេដែលកំពុងដឹកមុខរហូតមកដល់ពេលចុងក្រោយនេះមានតែគណៈបក4ប៉ុន្តែដែលមានការប្រកួតប្រជែងគ្នាខ្ពស់ហើយគណៈបកប្រជាជនថៃដែលដឹកនាំដោយក្រុមយុវជនដែលដាក់គោលដៅកំណែទម្រង់ដ៏សំខាន់នៅក្នុងប្រទេសថៃជាពិសេសលើអំណាចយោធាថៃនិងរបបរាជានិយមថៃគឺជាគណៈបកដែលមានប្រជាប្រិយភាពខ្ពស់បំផុតសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យទី8ខែកុម្ភៈនេះមេគណៈកម្មាធិការបោះឆ្នោតថៃបោះពាក្យសម្ដីថាបើពលរដ្ឋមិនជឿគណៈកម្មាធិការមិនបាច់ទៅបោះឆ្នោតទេមិនទាន់ដល់ថ្ងៃបោះឆ្នោតផ្លូវការផងប្រទេសថៃបានជួបរឿងចម្រូងចម្រាសជាបន្តបន្ទាប់ជាក់ស្ដែងរឿងរ៉ាវចុងក្រោយបំផុតនេះធ្វើឲ្យប្រជាជនថៃក្តៅស្លឹកត្រចៀកខ្លាំងដោយសារតែមេគណៈកម្មាធិការរៀបចំការបោះឆ្នោត EC បានបោះសម្ដីឆ្លើយទៅពលរដ្ឋថាបើមិនជឿគណៈកម្មាធិការមិនបាច់ទៅបោះឆ្នោតទេសម្ដីនេះចេញពីមាត់អគ្គលេខាធិការ EC លោកសាវឿងប៊ុនមីដែលនិយាយនៅក្នុងវីដេអូបង្ហោះលើ YouTube ឆ្លើយតបទៅពលរដ្ឋថៃមួយចំនួនដែលហាក់សម្ដែងការមិនពេញចិត្តនិងឥតជឿជាក់លើ EC បន្ទាប់ពីកើតមានភាពមិនប្រក្រតីមួយចំនួនអំឡុងការបោះឆ្នោតមុនថ្ងៃកំណត់កាលពីសប្តាហ៍មុនតាមការផ្សាយរបស់បាងកកប៉ុស្តិ៍នៅថ្ងៃសុក្រទី6កុម្ភៈឆ្នាំ2026នេះលោកសាវឿងក៏បានប្រតិកម្មទៅនឹងពាក្យរិះគន់ពីសំណាក់ប្រជាជនដោយនិយាយឥតខ្វល់ថាបើអ្នកមិនជឿគណៈកម្មាធិការមិនបាច់ទៅបោះឆ្នោតទេយ៉ាងណាក្រោយមកមិនបានប៉ុន្មានផងស្រាប់តែបរិសម្នាក់នេះបង្ហាញការសោកស្ដាយដោយចេញការសុំទោសលើបណ្ដាញសង្គម Facebook ថាទំនុកចិត្តរបស់សាធារណជនលើការបោះឆ្នោតគឺផ្អែកលើសសរស្តម្ភពីប្រព័ន្ធបោះឆ្នោតនិងមនុស្សដែលជាអ្នកប្រតិបត្តិវាលោកបានបញ្ជាក់ថាសម្ដីរបស់លោកគឺមានបំណងសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើ ECជាពិសេសក្នុងអំឡុងពេលដែលមានការចោទសួរជាច្រើនអំពីដំណើរការបោះឆ្នោតមុនថ្ងៃកំណត់លោកអះអាងថាខ្លួនគ្មានបំណងចង់រារាំងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋនោះទេហើយលោកសំទោសចំពោះការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យសូមជម្រាបថាត្បិតការបោះឆ្នោតសកលនៅប្រទេសថៃនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី8ខែកុម្ភៈនេះក៏ដោយប៉ុន្តែថៃក៏បានរៀបចំការបោះឆ្នោតមុនថ្ងៃរួចមកហើយដែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុនយ៉ាងណាពលរដ្ឋថៃមិនតិចអ្នកទេដែលសម្ដែងការមិនពេញចិត្តនឹងត្អូញត្អែក៏ដូចជាលើកឡើងអំពីភាពមិនប្រក្រតីជាច្រើនក្នុងអំឡុងពេលដែលការបោះឆ្នោតនោះដោយអ្នកខ្លះលើកឡើងអំពីកំហុសបច្ចេកទេសនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនពលគឺមន្ត្រីរៀបចំការបោះឆ្នោតបានសរសេរលេខកូដមណ្ឌលខុសនៅលើស្រោមសញ្ញាឆ្នោតដែលអាចធ្វើឲ្យសញ្ញាឆ្នោតទាំងនោះក្លាយជាសញ្ញាឆ្នោតមិនបានការរីឯខ្លះទៀតក៏ចោទប្រកាន់អំពីការដឹកជញ្ជូនមនុស្សឲ្យទៅបោះឆ្នោតជាក្រុមដែលទង្វើនេះគេសង្ស័យថាជាផ្នែកមួយនៃយុទ្ធសាស្ត្រទិញទឹកចិត្តម្ចាស់ឆ្នោត